การធ្វើទៀនការចែកម្លែកសេចក្តីស្រឡាញ់ជួយសង្គ្រោះឬក៏ថ្វាយទៀនដល់ព្រះសង្ឃអ្នកមានសិលហ្នឹងយើងមើលពីក្រៅទៅដូចថាវាអស់ទ្រពអស់របស់សម្រាប់មនុស្សកំណាញ់ហ្នឹងមិនងាយចង់ធ្វើទេពីព្រោះទ្រពហ្នឹងវាពិបាករកហើយអញ្ចឹងខ្លាចអស់ដល់ខ្លាចអស់រៀងស្វិតមកសម្រាប់អ្នកដែលមានសទ្ធាមានបញ្ញាលោកពិចារណាថាយើងរៀនចែកម្លែកសេចក្តីស្រឡាញ់ឲ្យអ្នកដទៃជាការជួយខ្លួនឯងឲ្យបានសប្បាយចិត្តណាហើយឈ្មោះតែជាមនុស្សធម៌ផងឈ្មោះថាជាការដាំពូជសម្រាប់រស៊ីធូផងអានឹងនៅក្នុងន័យកម្មផលសម្រាប់មនុស្សកំណាញ់គិតតែពីខ្លួនឯងគិតតែពីគ្រួសារឯងរហូតដល់អ្នកខ្លះមិនទាំងហ៊ានចាំម៉ែចាំឪផងស្មូទៅអាហ្នឹងវាចង្អៀតបើនិយាយនៅក្នុងបន់កុសលវិញទ្វាបន់ហ្នឹងទូចាស់អញ្ចឹងទៅមុខទៅក្រោយរស់ស៊ីមិនងាយឡើងទេនៅក្នុងន័យមួយក្នុងន័យពីរជាមនុស្សដែលគិតតែពីប្រយោជន៍ខ្លួនឯងមានលោភៈច្រើនជាប់ជំពាក់អញ្ចឹងវាចង្អៀតវាស្តប់ប្រមល់វាតាំងហើយលោភៈជាប់ជំពាក់ច្រើនពេលបាត់ពេលបងទៅក៏កើតទុក្ខក៏ច្រើនដែរអញ្ចឹងបានបារមីដែលនាំឲ្យបានត្រាស់ដឹងជាពុទ្ធដំបូងគេគឺទានបារមីការចែកម្លែកសេចក្តីសុខតខ្លួនដើម្បីបានជាប្រយោជន៍ដល់អ្នកដទៃចែកម្លែកទ្រព្យធនដែលមាននឹងជាប្រយោជន៍ដល់មេដាបិតាអ្នកមានសិលអ្នកមានគុណធម៌ឬក៏ជួយសង្គ្រោះដល់មនុស្សសត្វទាំងឡាយពេលឃើញគេបានសុខដោយសារទ្រព្យដែលយើងចែកជូនទៅយើងតែហ្នឹងជនជាសប្បុរសហ្នឹងសបាយអូឃើញគេសុខទៅសបាយរីករាយអាហ្នឹងវាផ្ទុយពីអ្នកដែលកំណាញ់ហ្នឹងស្មូទៅជាអកុសលមច្ឆរិយៈហ្នឹងអញ្ចឹងក្នុងចិត្តហ្នឹងវាអត់រីកអត់ស្រស់ទេអ្នកដែលមានសន្តានចិត្តល្អអញ្ចឹងស្រស់ស្រាយសបាយតាំងពីរស់រហូតដល់ពេលគៀកនឹងស្លាប់ហ្នឹងក៏សបាយទៅនឹកឃើញថាទ្របគង់តែលះអស់ចោលទៅដដែលទេប៉ុន្តែអញបានប្រើប្រាស់ទ្របតែខ្លួនឯងមានហ្នឹងដើម្បីជាប្រយោជន៍ចាំម៉ែចាំឪហ្នឹងក៏បានបន់ជួយសង្គ្រោះដល់បងប្អូនហ្នឹងក៏បានបន់ហើយចែករំលែកដល់អ្នកដែលក្រខ្សត់ហ្នឹងក៏បានបន់ធ្វើទានចំពោះអ្នកមានសិលមានប្រសងជាដើមហ្នឹងក៏ជាចំណែកនៃបន់អញ្ចឹងអញបានធ្វើល្អហើយអញ្ចឹងជីវិតហ្នឹងត្រូវបាត់បង់ទៅក៏បាត់ទៅមិនជាប់ជំពាក់ខ្លាំងទេអាហ្នឹងអារម្មណ៍ចិត្តនៅពេលដែលចិត្តមរណកាលផ្ទុយទៅវិញអ្នកដែលមានកំណាញ់ស្មូច្រើនហ្នឹងវាជាប់ជំពាក់អានេះបោះអញអានោះបោះអញអានេះផ្ទះអញអានេះម៉ូតូអញដល់ចឹងវារវើរវាយកើតទៅជាចិត្តដែលមិនស្ងប់រងាប់ធ្វើមរណកាលទៅទុក្ខតិទៅក្នុងអបាយភូមិហើយចិត្តកំណាញ់គិតតែពីខ្លួនឯងហ្នឹងវាជាឧបនិស្ស័យនៃការចំណែននិន្ទាឈ្នានីសមិនសប្បាយចិត្តនឹងគេមាននឹងគេបានហើយជាប់ជំពាក់វល់គិតខ្លាចអានេះយករបស់អញអានោះយករបស់អញចឹងទៅវាវល់ជាប់ជំពាក់ច្រើនរវើរវាយច្រើនក្នុងបច្ចុប្បន្នហ្នឹងក៏មិនបានសុខដែរចឹងយើងរៀនចែកម្លែកទ្រព្យដែលរកបានដោយសមាជីវោសบายចិត្តនឹងអ្វីដែលយើងអាចរកបានបើគេមានជាងយើងក៏យើងត្រេកអរទៅហើយយើងមិនប្រកាសថាយើងអាចប្រឹងទៅវាស្រាប់ទៅបានមានដូចគេឬក៏មានលើសគេដែរវាតាមកម្លាំងបនរៀងខ្លួនទេប្រឹងប្រែងនៅតែប្រឹងប្រែងប៉ុន្តែសម្ពាយបនមនុស្សហ្នឹងមិនដូចគ្នាទេបើយើងមាន
បនច្រើនធ្លាប់ធ្វើទៀនច្រើនមករស់ស៊ីក៏ងាយតែយើងមិនសូវបានធ្វើបនច្រើនមិនសូវបានចែកទៀនច្រើនទេចិត្តរៀងស្វិតស្មូហ្នឹងរស់ស៊ីមិនងាយឡើងទេបើយើងរកបានមកយើងសប្បាយចិត្តនឹងអ្វីដែលយើងមានសមត្ថភាពអាចរកបានហើយរៀនចែករំលែកទៅពីព្រោះចុងក្រោយទៅវាអត់មានអ្នកណាយកអីទៅបានទេវាទៅទេទាំងអស់តែគ្នាទេមានបណ្ណាក៏ទៅដៃទៅទេដែរអញ្ចឹងឆ្នៃទ្របដែលប្រឹងរកបានហ្នឹងឲ្យជាបុណ្យកុសលជាសម្ពាយខាងក្នុងនៅក្នុងធម៌លោកហៅថាជាអរិយទ្របប៉ុន្តែគួរជំរាបជូនញាតិញោមដែរថាការធ្វើទានតែមួយមុខมันអាចជួយឲ្យយើងបានសេចក្តីសុខផ្លូវចិត្តទាំងស្រុងទេអ្នកខ្លះតើអូនតែទាំងខ្ញុំជួយគេច្រើនណាស់មិនបានជួបតែរឿងមិនល្អអញ្ចឹងមិនគួរនៅតែពិបាកអញ្ចឹងការធ្វើទានវាជាថ្នាំព្យាបាលចិត្តកំណាញ់ជាប់ជំពាក់ប៉ុន្តែការមូម៉ៅពិបាកចិត្តវាត្រូវការពធថ្នាក់ខ្ពស់សតិបញ្ញាស្មារតីមកជួយបង្ក្រាបទើបសេចក្តីទុក្ខហ្នឹងវាស្ងប់រងាប់ពីចិត្តទៅអញ្ចឹងធ្វើទានផងរក្សាសិលមិនទៅបៀតបៀនអ្នកដទៃផងចម្រើនបញ្ញាស្មារតីធ្វើសមាធិអប់រំចិត្តផងទើបចិត្តហ្នឹងបានស្ងប់ធ្វើទានតែមួយមុខមិនអាចធានាសេចក្តីសុខផ្លូវចិត្តបានទេត្រូវឆ្លៀតលេបថ្នាំផ្សេងទៀតព្យាបាលជំងឺផ្លូវចិត្តផ្សេងទៀតទើបអាចជីវិតហ្នឹងបានស្ងប់រងាប់បានទម្លាប់ចិត្តកុំឲ្យសាវ៉ាច្រើនពេកបើសម្រេចយ៉ាងណាហើយធ្វើយ៉ាងនឹងទៅកុំប្រែប្រួលលឿនពេកដូរចុះដូរឡើងធ្វើឲ្យចិត្តអ្នកវិលវល់ច្រើនម្ដងយកនេះម្ដងយកនោះចង់នេះបន្តិចចង់នោះបន្តិចចុងក្រោយគ្មានបានអ្វីពិតប្រាកដទេហើយអ្នកដទៃក៏លែងទុកចិត្តទៀតមុននឹងសម្រេចចិត្តអ្នកអាចសាកសួរយោបល់គេឲ្យអស់ចិត្តសិនហើយចុងក្រោយអ្នកត្រូវជ្រើសរើសដោយខ្លួនឯងអ្នកត្រូវតែរឹងប៉ឹងចំពោះដំណើរជីវិតរបស់ខ្លួនឯងពេលសម្រេចចិត្តហើយត្រូវប្រាប់ខ្លួនឯងថាខ្ញុំឈប់ផ្លាស់ប្ដូរទៀតហើយវាជាជម្រើសដ៏ល្អបំផុតសម្រាប់ខ្ញុំក្នុងការសម្រេចចិត្តអ្នកត្រូវតែហ៊ានលះបង់ជម្រើសមួយហើយជ្រើសយកជម្រើសមួយទៀតសូមកុំព្យាយាមរែកយកទាំងអស់អីព្រោះវាអាចនាំឲ្យបរាជ័យគ្រប់រឿងឬទៅមុខមិនឆ្ងាយព្យាយាមដើរតម្រង់តាមអ្វីដែលអ្នករើសយកហើយបើលទ្ធផលបានយ៉ាងណាអ្នកត្រូវតែហ៊ានទទួលត្រូវតែហ៊ានប្រឈមកុំទម្លាប់ទម្លាក់កំហុសដាក់អ្នកនេះអ្នកនោះអីហើយក៏កុំទម្លាប់ស្ដីបន្ទោសឲ្យខ្លួនឯងច្រើនពេកវាបានហួសទៅហើយអ្នកគ្មានបំណងឲ្យវាខុសទេចាត់ទុកថាវាជាផលបាបចាស់ទៅចុះអ្នកអាចចាប់ផ្ដើមសារជាថ្មីត្បិតថាយឺតបន្តិចមែនតែគ្មានអីគួរឲ្យខ្មាស់គួរឲ្យអៀនទេវាជាជីវិតរបស់អ្នកទេតើ
មិនមែនជាជីវិតរបស់គេទេពេលខ្លះការសម្រេចចិត្តបានលទ្ធផលគួរជាទីគាប់ចិត្តតែពេលខ្លះក៏ត្រូវខូចខាតប្រយោជន៍ទៅជារឿងធម្មតាកុំតូចចិត្តយូរពេកអី